បាទប្រៀបសួរបងប្អូនអរគ្នាបាទនឹងថ្ងៃនេះមកប្រាប់ពីវិធីធ្វើថ្នាំក្អកបាទបងប្អូនមិនមានជំងឺក្អករ៉ាំរ៉ៃក្អកមានស្លេសក្អកស្ងួតហើយបញ្ហាសួតខ្សោយរាកទងសួតហើយមានជំងឺផ្ដាសាយជាដើមហ្នឹងហើយរូបមន្តប្រមាណមុខនេះនឹងអាចជួយបងប្អូនបានអាចធ្វើទឹកនៅផ្ទះគ្រាន់ផឹកណាហ្នឹងហើយក្មេងផឹកក៏បានចាស់ផឹកក៏បានហ្នឹងហើយវិធីធ្វើនោះគឺមានក្រូចឆ្មាហើយនឹងល្មៀតខ្ទឹមសខ្ទឹមក្រហមនិងខ្ជាយខ្ញីណាប្រហែលមុខហ្នឹងបាទហើយនឹងជីត្រចៀកជ្រូកណាជីស្លឹកក្រាស់ហ្នឹងហើយយើងលាងឲ្យស្អាតចិត្តឲ្យស្អាតប្រហែលមុខហ្នឹងហើយយើងកិនជាមួយម៉ាស៊ីនក្លុកកិនឲ្យម៉ត់ហើយយើងច្រោះយកទៅទឹកហើយបន្ទាប់មកបានយើងលាយទឹកឃ្មុំណាទឹកឃ្មុំហ្នឹងយើងដាក់ប្រហែលជាកន្លះកែវតូចកន្លះពែងតូចនោះទឹកឃ្មុំសិតល្អហ្នឹងហើយយើងដាក់នៅក្នុងទូទឹកកកទៅក៏ប្រើបានយូរ